ប្រវត្តិសង្ខេបរបស់មហាសេដ្ឋីពិភពលោក Bill Gates លោក Bill Gates ឈ្មោះពេញ William Henry Gates A គឺជាអ្នកឧស្សាហកម្មអ្នកបង្កើតបច្ចេកវិទ្យានិងជាអ្នកក្តីបុណ្យស័ក្តិដ៏ឆ្នើមមួយរូបនៅក្នុងប្រវត្តិសាស្ត្រទំនើបគាត់គឺជាអ្នកច្បាស់លាស់ក្នុងការបង្កើតក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតកម្មវីរុសនិងបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅពិភពលោកព័ត៌មានជីវប្រវត្តិសង្ខេបថ្ងៃខែឆ្នាំកំណើត$28,1955នៅទីក្រុង Seattle Washington សហរដ្ឋអាមេរិកការសិក្សាលោកបានចូលរៀននៅ Harvard University ប៉ុន្តែបានព្យួរការសិក្សាដើម្បីផ្ដោតលើការបង្កើត Microsoft ឆ្នាំ1975លោក Bill Gates និង Paul Allen បានបង្កើត Microsoft ដែលក្រោយមករីកចម្រើនយ៉ាងខ្លាំងដោយសារប្រព័ន្ធប្រតិបត្តិការ Windows និងកម្មវិធី Microsoft Office ការចូលនិវត្តន៍ឆ្នាំ2008លោកបានចាកចេញពីតំណែង CEO នៃ Microsoft ដើម្បីផ្ដោតលើការធ្វើក្តីបុណ្យតាមរយៈ Bill and Melinda Gates Foundation ស្នាដៃនិងការរួមចំណែកបច្ចេកវិទ្យាជួយរួមចំណែកដល់ការរីកចម្រើននៃកុំព្យូទ័រផ្ទាល់ខ្លួនក្តីបុណ្យជាមួយភរិយា Melinda Gates លោកបានចំណាយមូលនិធិដើម្បីជួយដល់សុខភាពការអប់រំនិងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅទូទាំងពិភពលោកសៀវភៅលោកបានសរសេរសៀវភៅដូចជា The Road Ahead និង How to Avoid a Climate Disaster លោក Bill Gates ត្រូវបានគេស្គាល់ថាជាមនុស្សមានច្រើនជាងគេនៅពិភពលោកអស់រយៈពេលជាច្រើនឆ្នាំហើយបច្ចុប្បន្នគឺជាអ្នកឧស្សាហកម្មនិងអ្នកធ្វើក្តីបុណ្យដ៏មានឥទ្ធិពលសូមអរគុណ